នភាពគួរឲ្យបារម្ភតារាកំប្លែងនៃឆ្លាំងឈឺធ្ងន់ដំណាក់កាលពិបាកព្យាបាលគណៈមិត្តសិល្បៈអំពាវនាវឲ្យជួយបច្ចុប្បន្នមហាជននិងអ្នកលេងបណ្ដាញសង្គមជាច្រើនកំពុងបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពសុខភាពរបស់តារាកំប្លែងជើងចាស់នៃឆ្លាំងសមាជិកក្រុមកំប្លែងរបស់នាយក្រឹមដែលកំពុងប្រឈមនឹងជំងឺធ្ងន់ធ្ងរតាមប្រភពព័ត៌មានកាលពីខែមេសាឆ្នាំ2026កន្លងទៅនាយឆ្លាំងបានសម្រាប់ព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃក្នុងស្ថានភាពស្គមស្លេកស្លាំងប្រៀបដូចជាមនុស្សពីរខុសគ្នាតែម្ដងយ៉ាងណាមិញនៅថ្ងៃទី4ខែឧសភាឆ្នាំ2026លោកហុយយ៉ាលេងដែលជាមិត្តស្និទ្ធស្នាលបានបង្ហោះសារជម្រាបជូនដំណឹងអំពីនៃឆ្លាំងដែលកំពុងសម្រាប់ព្យាបាលនៅផ្ទះហើយមិនអាចទទួលបានអាហាររយៈពេល4ថ្ងៃមកហើយលោកក៏បានអំពាវនាវឲ្យមហាជននិងសប្បុរសជនជួយគាំទ្រតារាកំប្លែងរូបនេះផងដែរជាមួយគ្នានេះលោកស្រីលាភរិយារបស់អ្នកឆ្លាំងក៏បានបង្ហាញព័ត៌មានលម្អិតជំងឺរបស់អ្នកឆ្លាំងដោយបានដឹងថាលោកបានឈឺជាយូរមកហើយបច្ចុប្បន្នជំងឺចម្បងដូចជាទាំងនោមផ្អែមរបេងនិងជំងឺសួតធ្ងន់ធ្ងរដែលឈានដល់ដំណាក់កាលពិបាកក្នុងការព្យាបាលអ្នកនាងបានបន្ថែមទៀតថាមុនពេលចូលឆ្នាំខ្មែរអ្នកឆ្លាំងទទួលបានការព្យាបាលដោយឥតគិតថ្លៃពីសមាគមធីតាដោយមានការឧបត្ថម្ភថវិកាពីសម្ដេចទាំងទ្វេផងដែរទោះជាយ៉ាងណាដោយសារជំងឺមានស្ថានភាពធ្ងន់ធ្ងរប្រពន្ធរបស់លោកបានសម្រេចនាំគាត់ត្រឡប់ទៅសម្រាប់ព្យាបាលនិងថែទាំនៅផ្ទះវិញស្ថានភាពពេលនេះបានធ្វើឲ្យមិត្តភ័ក្តិសិល្បករនិងអ្នកគាំទ្រជាច្រើនមានការព្រួយបារម្ភយ៉ាងខ្លាំងហើយក៏បានបន្តអំពាវនាវឲ្យមានការជួយគាំទ្រដល់អ្នកឆ្លាំងក្នុងពេលវេលាដ៏លំបាកមួយនេះសូមចុច like ចុច Subscribe និងចុចរូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗ